នៅក្នុងប្រវត្តិសាស្ត្រនិងរចនាសម្ព័ន្ធផ្ទៃក្នុងនៃរាជវាំងថៃក្រោមការគ្រប់គ្រងរបស់ព្រះបាទមហាវជ្ជរាលង្កូនស្ត្រីជាច្រើនរូបបានឈានជើងចូលមកកាន់តំណែងដ៏ខ្ពង់ខ្ពស់ប៉ុន្តែនៅក្នុងចំណោមអិសរាជជនស្ត្រីទាំងនោះលោកស្រីតាន់ភូយីងអនអាណងគឺជាឈ្មោះមួយដែលស្ដែងឲ្យឃើញយ៉ាងច្បាស់អំពីភាពខុសគ្នានៃការទទួលបានក្តីស្រឡាញ់និងប្រធានបទដែលគេតែងតែមើលឃើញថានាងជាស្នំដែលត្រូវស្ដេចថៃទុកចោលឬមិនសូវយកព្រះハរតីទុកដាក់ដូចជាស្នំដទៃទៀតឡើយតើមានអ្វីកើតឡើងពិតប្រាកដនៅពីក្រោយយសសាដ៏ខ្ពង់ខ្ពស់នេះហេតុអ្វីបានជាស្ត្រីដែលមានតំណែងជាចៅចោមស្នំផ្លូវការនិងមានយសសាជាឧត្តមសេនីយ៍ត្រីរូបនេះបែរជាត្រូវរស់នៅក្នុងស្រមោលនៃការរុញចេញលោកស្រីអូនណាណងបានចាប់ផ្ដើមប្រវត្តិការងារចេញពីប្រជាជនសាមញ្ញក្នុងខេត្តរយអេតភាគឦសាននៃប្រទេសថៃដោយបានចូលបំពេញការងារជាយោធាក្នុងកងទ័ពជើងគោកថៃនិងកងអង្គរៈពិសេសការពារសុវត្ថិភាពព្រះមហាក្សត្រក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំនាងត្រូវបានដំឡើងឋានៈជាបន្តបន្ទាប់រហូតដល់ឋានៈឧត្តមសេនីយ៍ត្រីព្រមទាំងទទួលបានការប្រោះព្រះរាជទានគោរមងារជាចៅចោមនិងតាន់ភូយីងតែទោះបីជាយ៉ាងណាសម្រាប់អ្នកតាមដានរឿងរ៉ាវរាជវង្សតំណែងនេះប្រៀបដូចជាគ្រឿងលម្អនៅខាងក្រៅតែប៉ុណ្ណោះការទទួលបានយសសាខ្ពស់មិនបានឆ្លុះបញ្ចាំងថានាងទទួលបានបេះដូងឬការយកចិត្តទុកដាក់ពីព្រះមហាក្សត្រនោះឡើយព្រោះគេបានឃើញភាពខុសគ្នាយ៉ាងដាច់ស្រឡះរវាងតាន់ភូយីងអូណាណងនិងស្នំឬមហេសីដទៃទៀតដូចជាព្រះរាជិនីស៊ូធីតាឬស្នំអៃស៊ីនីណាតបានបង្កើតជាការប្រៀបធៀបយ៉ាងច្បាស់ក្រឡែតក្នុងបរិយាពិធីផ្លូវការធំការយើងទៅទស្សនកិច្ចឬការយើងទៅសម្រាលមហាកាយនៅបរទេសព្រះមហាក្សត្រថៃតែងតែបង្ហាញប្រភពអូមដំណើរយ៉ាងជិតស្និទ្ធជាមួយនឹងអគ្គមហេសីឬស្នំឯកដែលមានស្នាមញញឹមនិងការមើលថែយ៉ាងដិតដល់ប៉ុន្តែសម្រាប់អូនណាណងវិញនាងត្រូវបានដកឃ្លាចេញយ៉ាងឆ្ងាយនិងគ្មានឱកាសបានឈរអូមជិតស្និទ្ធព្រះកាយទ្រង់ឡើយរូបភាពដែលគេតែងតែបានឃើញគឺនាងត្រូវបានប្រគល់ភារកិច្ចធ្វើជាតំណាងព្រះអង្គចុះទៅបំពេញបេសកកម្មតាមខេត្តឆ្ងាយដូចជាប្រគល់ស្បង់ជីវរការធ្វើពិធីសាសនាឬអធិបតីក្នុងព្រឹត្តិការណ៍ផ្សេងៗតែម្នាក់ឯងនេះជាសញ្ញាបង្ហាញថាស្ដេចថៃប្រើប្រាស់នាងត្រឹមតែជាមន្ត្រីបំពេញការងារជំនួសឲ្យការទុកនាងនៅក្បែរព្រះកាយក្នុងនាមជាគូជីវិតអ្នកវិភាគនិងអ្នកប្រវត្តិសាស្ត្ររាជវាំងថៃបានលើកឡើងនូវសមិទ្ធកម្មសំខាន់ចំនួន2ដែលឆ្លុះបញ្ចាំងអំពីស្ថានភាពពិតរបស់នាង1នៅក្នុងរបងរាជវាំងដែលមានការប្រកួតប្រជែងខ្ពស់សេចក្តីស្និទ្ធស្នាលនិងព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រអាចផ្លាស់ប្ដូរបានគ្រប់ពេលការប្រគល់យសសាជាឧត្តមសេនីយ៍ត្រីនិងគោរមងារជាតាន់ភូយីងអាចត្រឹមតែជាការទូទាត់ផ្លូវការឬក៏ផ្ដល់កិត្តិយសកាតព្វកិច្ចការងារប៉ុន្តែទំនាក់ទំនងផ្ទាល់ព្រះអង្គត្រូវបានដកឃ្លាចេញឆ្ងាយនាងប្រៀបដូចជាត្រូវគេទុកចោលឲ្យបំពេញការងារជាមន្ត្រីច្រើនជាងស្ត្រីដែលទទួលបានក្តីស្រឡាញ់នៅក្បែរព្រះកាយ2ដើម្បីកុំឲ្យមានជម្លោះឬច្រណែននឹងការប្រកួតប្រជែងអំណាចរវាងស្នំនិងអគ្គមហេសីវិធីសាស្ត្របំបែកតួនាទីត្រូវបានយកមកប្រើប្រាស់ការចាត់ឲ្យអូនណាណងទៅបំពេញការងារខាងក្រៅដាច់ដោយឡែកគឺជាវិធីសាស្ត្ររក្សាគម្លាតដ៏ល្អបំផុតមួយដើម្បីកាត់បន្ថយឥទ្ធិពលរបស់នាងនៅក្នុងរាជដំណាក់និងការពារកុំឲ្យនាងមានឱកាសបង្កើតបពុនៅក្នុងវាំងបើទោះបីជាត្រូវឈរនៅក្នុងចំណុចដែលមើលទៅដូចជាស្នំដែលគេទុកចោលក៏ដោយប៉ុន្តែគ្រប់ពេលបង្ហាញខ្លួនជាសាធារណៈនាងមិនដែលបង្ហាញទឹកមុខអន់ចិត្តឬធ្វើខុសច្បាប់វាំងឡើយនាងតែងតែរក្សានូវទឹកមុខស្ងប់ស្ងាត់និងមានឥរិយាបថទន់ភ្លន់រៀបរយនិងគោរពប្រពៃណីរាជវាំងយ៉ាងខ្ជាប់ខ្ជួនភាពស្ងប់ស្ងាត់និងការទទួលយកជោគវាសនារបស់នាងបានធ្វើឲ្យប្រជាជនថៃមួយចំនួនសម្ដែងនូវក្តីអាណិតអាសូរនិងកោតសរសើរចំពោះភាពរឹងមាំរបស់នាងនៅក្នុងកណ្ដាលព្យុះភ្លៀងនៃរាជរឿងរ៉ាវរបស់តាន់ភូយីងអូណាណងគឺជាការឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតនៃជីវិតទីដែលយសសានិងអំណាចមិនមែនជាការធានានូវក្តីស្រឡាញ់និងភាពស្មោះត្រង់ឡើយនាងនៅតែមានតំណែងខ្ពង់ខ្ពស់ប៉ុន្តែជោគវាសនារបស់នាងបានក្លាយជាមេរៀនមួយបង្ហាញថានៅក្នុងរបងរាជវាំងថៃសម័យទំនើបភាពស្ងប់ស្ងាត់និងការរក្សាគម្លាតពេលខ្លះជាតម្លៃដែលស្ត្រីត្រូវបង់ដើម្បីរស់រានមានជីវិតនៅក្នុងពិភពនៃអំណាច